So stay ở kia nhầm sống ngày nayยังมองต่อใส่เดือนยังต่อในเรื่องอันที่เมตกายจ้าได้เพียบបន្តสำหรับអ្នកចង់បាកាហ្វេខ្ញុំអាចទូអ្នកតាម QR នេះបានតិចដូចច្រើនខ្ញុំទទួលយកទាំងអស់ចឹងកុំឲ្យរងចាំពេលយូរតោះគឺជាសមរភូមិពួកគេកន្លែងបាយមេថ្មនៅប៉មរយៈត្រូវបានកោះហៅពីទំនាបភាគខាងជើងទីក្រុងកំពង់ផែភាគខាងត្បូងនៃសពនភាពបេះគិនប្រហាក់ប្រហែល2000សាដេឆានមកពីកោះសម្ព័ន្ធចរនិងខ្លារួមជាមួយមនុស្ស2000នាក់ដែលត្រូវបានប្រមូលផ្ដុំគ្នានៅទីនោះទីបំផុតអ្នកបានមកដល់ហើយមេធំនៃប៉មយេខ្ញុំមិនគិតថាអ្នកនឹងបង្ហាញខ្លួនដើម្បីមនុស្សអត់ប្រយោជន៍ទាំងនេះទេទោះបីជាខ្ញុំប្រកាសថាអ្នកគ្រាន់តែចង់គ្រប់គ្រងសេចក្តីប្រកាសរបស់អ្នកអំពីឯករាជ្យភាពដាច់ខាតរបស់មនុស្សក៏ដោយប្រហែលជាមនុស្សអន់ជាងនេះទៅទៀតឬល្ងងបែបនេះត្រូវគេសម្លាប់ដើម្បីប្រយោជន៍អ្នកដទៃថាពួកគេមានគំនិតចង់ធ្វើអត្តឃាតខ្ញុំមិនយល់តតែសោះរឿងនៅស្ងៀមហើយមិននិយាយអ្វីទាំងអស់ឥឡូវនេះការពិតបានប៉ះពាល់ដល់មេធំនៃប៉មយាហើយសួស្ដីលោកប្រធានវិបាតមិនចាំបាច់និយាយត្រង់បែបនេះទេអ្នកនិយាយត្រូវហើយប្រធានហ្គេមមិនថាមនុស្សដែលយើងប្រយុទ្ធនឹងអន់ជាងយ៉ាងណាក៏ដោយអ្វីដែលខ្ញុំទៅតែនិយាយមិនសមនឹងសត្វទេឆានដែលមានមោទនភាពដោយពួកយើងទេសូមឲ្យខ្ញុំនិយាយឡើងវិញនៅពាក្យនោះតាមរបៀបដែលសមរម្យជាងនេះទោះជាណាក៏ដោយអ្នកនៅតែមិនចង់ឲ្យគេខ្មាំងមនុស្សស្រាប់នោះទេមែនទេខ្ញុំទទួលស្គាល់ថាអ្នកបានមកដោយគ្មានកងទ័ពនេះរបស់អ្នកដោយតែយើងបានទៀមទាបន្ទាប់មកចោះចាញ់ខ្លួនឯងឥឡូវនេះទៅហើយថែមទាំងក្លាហានគ្រប់គ្រាន់ក្នុងការមកទីនេះជាមួយនឹងចំនួនតិចតួចបែបនេះចូលនិយាយថាសំទោសដល់មនុស្សថោកទាបនិងគ្មានប្រយោជន៍នេះផងតើអ្នកណាហ៊ានប្រកាសឯករាជ្យភាពឯខាតរបស់មនុស្សហើយលើកជើងខ្ញុំពេលស្បត់ថានឹងធ្វើជាអ្នកបម្រើរបស់យើងពេញមួយជីវិតរបស់អ្នកបើអ្នកធ្វើបែបនោះយ៉ាងហោចណាស់យើងនឹងទុកជីវិតឲ្យអ្នកមកនេះមកហើយដាក់ក្បាលវាចុះលើដីយ៉ាងម៉េចទៅខ្ញុំនឹងស្លាប់មនុស្សជាច្រើនអ្នកនៅចំពោះមុខអ្នកជារៀងរាល់ថ្ងៃនោះជាការដាក់ទរណកម្មដល់ត្រឹមត្រូវសម្រាប់មនុស្សងងខ្លៅដែលហ៊ានប្រកាសឯករាជ្យភាពឯខាតរបស់មនុស្សមានអ្វីក្រៅពីសត្វពីហិនៈដែលដើរជើងពីរហើយអាចនិយាយបាននោះទេនោះហើយជាមូលហេតុដែលអ្នកគួរតែចោះចាញ់ដោយសភាពរៀបសារខណៈពេលដែលយើងនៅតែមានចន្ទៈអបេតោចំពោះភាពមិនសមរម្យរបស់អ្នកចូលលូតចង្គង់ចោះហើយចោះចាញ់ឥឡូវនេះទៅនឹងមិនមានប្រតិកម្មអ្វីទាំងអស់កំពុងរៀបចំផែនការអ្វីមួយឬមួយក៏ចង់សម្លាប់ឥឡូវនេះតើអ្នកលឺខ្ញុំទេនឹងចាំទាំងនោះដែលឈរនៅពីក្រោយអ្នកកុំឈរតែនៅទីនោះអីបញ្ញាប់ឡើងហើយអោនក្បាលចុះទៅបន្ទាប់មកយើងនឹងយកអាវុធរបស់យើងហើយបង្រៀនមេធនប៉មយាអំពីការពិតដ៏ខុសខើនៅចំពោះមុខនាងហាក់ដូចជាការចរចានេះចប់ហើយមិនថាផែនការរបស់នាងជាអ្វីនោះទេមិនចាំបាច់ព្រួយបារម្ភអំពីការវាប្រហារជាមួយមនុស្សទាំងនេះដែលមិនអាចក្បត់យើងបានទេប៉ុន្តែសត្រូវរបស់យើងគឺមានតែមនុស្ស3នាក់ប៉ុណ្ណោះហើយខ្ញុំគឺជាជំនាញមិនដឹងថានាងមានកម្រងអ្វីទេវាហាក់ដូចជាមេធនប៉មយាកំពុងរៀបចំផែនការអ្វីមួយមនុស្សយកក្បាលស្រីម្នាក់នោះមកអបជុំមកទោះជាណាក៏ដោយយើងនឹងដោះលែងអ្នកជាមួយនឹងអ្នកខ្មាំងខ្ញុំនឹងផ្ដល់រង្វាន់ដល់អ្នកដែលយកក្បាលនាងមកឲ្យខ្ញុំបន្ទាប់ពីនោះយើងនឹងក៏សម្លាប់អ្នកខ្មាំងរួមទាំងប៉ាម៉ាក់ពូស្នេហ៍ឬមិត្តភ័ក្តិរបស់អ្នកផងដែរយើងនឹងសម្លាប់អ្នកណាដែលហ៊ានឈប់ឈរសូម្បីតែមួយវិនាទីទៅមកមេភពនោះគឺជាសត្រូវរបស់អ្នកបើអ្នកចង់រស់រានមានជីវិតជាមួយជនខ្មាំងចូលទៅមុខបញ្ញាប់ឡើងខ្ញុំនឹកស្មានថាពួកគេពិតជានឹងធ្វើផែនការឲ្យងងខ្លៅបែបនេះទេបើតែនោះមិនសមនឹងរស់នៅទេអាកប្បកិរិយារបស់ពួកគេគឺអាក្រក់ជាងអ្វីដែលខ្ញុំសម័យទៅទៀតខ្ញុំមិនពឹងថាវាគួរឲ្យខ្លាចបែបនេះទេខ្ញុំយល់ហើយមេធ្មប់យ៉ាងណាក៏ដោយពួកគេកំពុងប្រើវាដើម្បីធ្វើជាឧបករណ៍ទោះបីជាវាធ្វើឲ្យខ្ញុំរំខានក្នុងការយល់ស្របជាមួយ Master ក៏ដោយខ្ញុំក៏មានអារម្មណ៍ដូចគ្នាហាក់ដូចជាពួកគេមិនដឹងថាអ្នកណាជាជនខិលខូចពិតប្រាកដ
នៅទីនេះទេអ្នកខ្លាំងគួរតែការពារអ្នកខ្សោយទោះបីជាវាគឺដើម្បីធានាហត្ថភាពរបស់មនុស្សគ្រប់គ្នាក៏ដោយសូមទោសអរខ្ញុំផងដែលមិនបានជួយសង្គ្រោះអ្នកភ្លាមស្នៅពេលអ្នកត្រូវបានគេចាប់ចម្រិតប៉ុន្តែលើនេះវាមិនអីទេសូមទុកវាឲ្យខ្ញុំផងមេធ្មប់អូកាដំបងចូលយើងស្ងប់ស្ងាត់ការភ័យខ្លាចរបស់ពួកគេនឹងຕົកព្រួយបើមិនដូច្នោះទេវាអាចនឹងមានគ្រោះថ្នាក់ពេកសម្រាប់ពួកយើងក្នុងការ teleport ទៅឆ្ងាយចម្រៀងគាំទ្រនៅមាត់សមុទ្រស្ងាត់បានផ្លាស់ប្ដូរឋានៈអូកាទៅជាតន្ត្រីករខ្មោចពីព្រោះវាសមនឹងជាងអ្នកបំភាន់ភ្នែកតន្ត្រីករខ្មោចរបស់អ្នកអូកាក៏ level 8 ដើមដល់លេខឧបករណ៍ភ្លេងដែលគាត់មានគាត់អាចអនុវត្ត buff ឬ debuff ទៅលើសត្រូវឬសម្ព័ន្ធមិត្តការភ័យខ្លាចនៅក្នុងចិត្តរបស់ពួកគេសារភារលំបាកនៃការដែលមនុស្សទីស្រឡាញ់របស់អ្នកត្រូវបានគេចាក់ចម្រិតនិងយកទៅធ្វើជាទេសកលឬចំណាក់ខ្មាំងការភ័យខ្លាចនៃការត្រូវបានគេសម្លាប់បើពួកគេប្រឆាំងនឹងសាដេឆានទាំងនោះការភ័យខ្លាចនឹងការបង្ខូចទ្រង់ទ្រាយនៅក្នុងចិត្តរបស់ពួកគេត្រូវបានលួងលោមដោយបទចម្រៀងរបស់អូកាមនុស្សបានឈប់អ្វីដែលឋានរកតើជាមង្គលជាអ្វីទោះបីជាផ្នែកដ៏ល្អបំផុតទើបតែចាប់ផ្ដើមក៏ដោយអ្នកគ្រប់គ្នាខ្ញុំកំពុងបង្កើតសំឡេងរបស់ខ្ញុំដោយមន្តអាគមដើម្បីឲ្យខ្ញុំអាចនិយាយជាមួយអ្នកបានខ្ញុំជាមេធ្នំប៉មយេឥឡូវនេះពួកគេនៅក្នុងប៉មយេចំណាក់ខ្មាំងទាំងអស់ត្រូវបានជួយសង្គ្រោះនិងដោះលែងហើយមនុស្សគ្រប់គ្នាត្រូវបានបញ្ជូនតាម teleport លែងចាំបាច់ឲ្យមនុស្សគ្រប់គ្នាធ្វើតាមបញ្ជារបស់បេគីនទៀតហើយនោះហើយជាមូលហេតុហេអីគេសូមបញ្ជាក់សកម្មភាពរបស់អ្នកផងនិងជួបជុំជាមួយគ្រួសារគូស្នេហ៍និងមិត្តភក្តិរបស់អ្នកនៅទីនោះមនុស្សគ្រប់គ្នាក៏នឹងត្រូវបញ្ជូនទៅកាន់ប៉មយៈផងដែរមនុស្សគ្រប់គ្នាមិនណីទេឬតែនេះជាការពិតទេវាជាការកុហកមិនថាអ្នកជាមេធ្មប់ដ៏មានអំណាចប៉ុណ្ណានោះទេភាវិធីណាដែលអ្នកអាចជៀសខ្ជាយរបស់របរ teleport បែបនោះបានទេជាការពិតណាស់វាគ្រាន់តែជាការបោកបញ្ឆោតវាគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះបើអ្នកមិនជឿទេគ្រាន់តែ teleport ទៅហាក់ដូចខ្ញុំត្រូវកុហកទៅកាន់ប៉មយៈហើយមើលដល់ខ្លួនឯងខ្ញុំនឹងធ្វើឲ្យប្រកាសថាអ្នកដែលនៅសល់នឹងស្លាប់យ៉ាងវេទនាខ្ញុំប្រកាសថានាងគ្រាន់តែអាចជួយសង្គ្រោះចំណាក់ខ្មាំងមួយចំនួនប៉ុណ្ណោះហើយទុកចំណាក់ខ្មាំងដែលនៅសល់នៅក្នុងឃ្លាំងខ្ញុំជឿនាងខ្ញុំផងដែរចូលយើងទុកចិត្តលើមេធ្មប់ខ្ញុំជឿថានាងអាចជួយខ្ញុំឲ្យជួបកូនស្រីរបស់ខ្ញុំម្ដងទៀតបានទេត្រឹមត្រូវហើយជឿថាមនុស្សជាទីស្រឡាញ់របស់អ្នកនៅរស់ប្រសើរជាងស្លាប់បន្ទាប់ពីត្រូវបានសាដេឆានប្រើប្រាស់ចាប់ពីពេលនេះតទៅយើងនឹងមិនធ្វើតាមវាទេត្រឹមត្រូវហើយលែងមានបញ្ជារបស់សាដេឆានទៀតហើយជួបជុំជាមួយគ្រួសាររបស់យើងម្ដងទៀតយើងជ្រើសរើសជឿលើមេធ្នំនៃប៉មយៈ